ឆ្លោះត្រូវពីថ្ងៃទៀតតារាសិចស៊ីអ៊ីមិញលីភ្ជាប់ពាក្យហើយឆ្លោះត្រូវតារាសិចស៊ីអ៊ីមិញលីប្រកាសនឹងរៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួននៅថ្ងៃទី27ខែមិនិនានៃឆ្នាំ2026នេះហើយដើម្បីសាងជីវិតគ្រួសារត្រឹមត្រូវមួយនៅក្នុងពិភពសិល្បៈនរណាក៏ដឹងដែរថាតារាសិចស៊ីអ៊ីមិញលីជានារីសម្បូរស្នេហ៍មានអ្នកតាមស្រឡាញ់ច្រើននាងសុខចិត្តបោះបង់អាជីពសិល្បៈចោលដើម្បីផ្គប់ចិត្តគូស្នេហ៍របស់ខ្លួនទំនាក់ទំនងស្នេហារបស់នាងជាច្រើនឆ្នាំជួបនៅព្យុះភ្លៀងរាប់មិនអស់ថែមទាំងធ្លាប់បែកគ្នាជាច្រើនលើកជាច្រើនសារផងដែរថ្មីត្បិតតែមានរឿងបែបនេះក្តីលើកនេះអ៊ីមិញលីបានប្រកាសជាផ្លូវការថានាងនឹងភ្ជាប់ពាក្យដូចអ្វីដែលខ្លួនបានគ្រោងទុកអ៊ីមិញលីថែមទាំងបាននិយាយថាអរគុណដែលបងគោរពពាក្យសន្យាអរគុណបងដែលកែប្រែដើម្បីគ្នាអរគុណគ្រប់យ៉ាងដែលផ្ដល់ឲ្យអូនបើតាមគម្រោងអ៊ីមិញលីនឹងរៀបចំពិធីភ្ជាប់ពាក្យនៅថ្ងៃទី27ខែមិនិនាឆ្នាំ2026ចំណែករឿងរៀបការអ៊ីមិញលីមិនដែលនឹកនាឬរៀបចំឡើងនោះទេជាក់ស្ដែងកន្លងមកនាងធ្លាប់បាននិយាយថានាងនឹងរៀបចំពិធីភ្ជាប់ពាក្យដែលមានលក្ខណៈធំដុំមិនចាញ់ពិធីមង្គលការឡើយបច្ចុប្បន្នអ៊ីមិញលីមានមុខជំនួញជាច្រើននៅក្នុងដៃជាពិសេសតាំងពីបើកហាងកាហ្វេថ្មីមួយដែលជាចំណង់ចំណូលចិត្តរបស់ខ្លួនមកកាន់តែធ្វើឲ្យជីវិតស្នេហានាងល្អប្រសើរឡើងបើទោះបីជានាងមិនប្រកបអាជីពសិល្បៈតទៅមុខទៀតក៏នាងរស់នៅក្នុងជីវភាពធូរធារដែរទាំងទ្រព្យសម្បត្តិផ្ទះរថយន្តនិងមុខជំនួញ